ជាការវិវត្តមួយដែលមិនគួរជាទីរីករាយទេសម្រាប់បណ្ដាប្រទេសដែលជាសម្ព័ន្ធមិត្តជាមួយនឹងសហរដ្ឋអាមេរិកនោះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននានាបានឲ្យដឹងថាលោកប្រធានាធិបតី Donald Trump ឥឡូវនេះបានបញ្ជាឲ្យដកចេញទាហានរបស់សហរដ្ឋអាមេរិកចំនួន 5,000 នាក់ដែលឈរជើងនៅក្នុងប្រទេសអាល្លឺម៉ង់នោះចេញមកវិញបាទដែលនេះជាការបង្ហាញយ៉ាងច្បាស់បន្ថែមទៀតនៅការកើនឡើងនៅការតានតឹងរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសអាល្លឺម៉ង់ហើយនឹងអង្គការអូតង់ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅផងដែរបាទគឺបើតាមការបញ្ជានេះគឺបានឲ្យដឹងថាគឺសហរដ្ឋអាមេរិកបាទគឺចង់ដកកងកម្លាំងនេះចេញបាទក្នុងរយៈពេលយូរផងដែរដែលអាចនឹងដកកម្លាំងច្រើនចេញជាងនេះចេញពីតំបន់នោះបាទគឺការដែលដកបញ្ជាឲ្យមានការដកកងកម្លាំងរបស់សហរដ្ឋអាមេរិកចេញពីប្រទេសអាល្លឺម៉ង់នេះគឺវាស្របគ្នាជាមួយនឹងការដែលលោកអធិការបតីអាល្លឺម៉ង់បាទលោក Friedrich Merz បាននិយាយប្រហែលថ្ងៃមុនបានរិះគន់សហរដ្ឋអាមេរិកសង្គ្រាមរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ាដោយលោក Friedrich Merz បាននិយាយថាគឺសហរដ្ឋអាមេរិកដូចជាគ្មានយុទ្ធសាស្ត្រនៅក្នុងការដកចេញពីសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់នោះទេគឺបានន័យថាមានតែចូលទៅប្រយុទ្ធគឺថាដើរចេញពីណាដកចេញពីណាអត់មាននោះទេដូច្នេះហើយមិនដឹងថាលទ្ធផលនឹងទៅជាយ៉ាងណាធ្វើឲ្យប្រទេសអ៊ីរ៉ង់នឹងមកប្រមាថមាក់ងាយធ្វើឲ្យសហរដ្ឋអាមេរិកបាក់មុខបាក់មាត់ផងដែរបាទនេះគឺជាអ្វីដែលលោក Friedrich Merz បានថ្លែងហើយដោយឡែកអ្នកនយោបាយរបស់សហរដ្ឋអាមេរិកវិញមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកវិញដែលនៅក្រសួងការពារជាតិបាននិយាយថាអត្ថាធិប្បាយបែបនេះរបស់លោក Friedrich Merz ប្រធានាធិបតីលោកអធិការបតីអាល្លឺម៉ង់នោះគឺជារឿងមួយដែលមិនសមស្របទេហើយវាមិនបានជួយដល់បុព្វហេតុអ្វីនោះទេបាទគឺមេយោធារបស់សហរដ្ឋអាមេរិកដែលសារព័ត៌មានមិនបញ្ចេញឈ្មោះបាននិយាយថាគឺវាធ្វើឲ្យមានផលអវិជ្ជមានទៅវិញទៅលើសហរដ្ឋអាមេរិកនិងទំនាក់ទំនងជាមួយនឹងប្រទេសអាល្លឺម៉ង់នោះទេបាទអញ្ចឹងនេះគឺជារឿងមួយដែលវិវត្តបានកើតមានឡើងដែលរហូតទៅដល់លោកប្រធានាធិបតី Donald Trump បញ្ជាឲ្យដកកងទ័ពនៅក្នុងប្រទេសអាល្លឺម៉ង់គឺសហរដ្ឋអាមេរិកមានកងទ័ពច្រើនជាងគេរហូតដល់ 36,000 នាក់នេះបើតាមសេចក្តីរាយការណ៍ណាបាទហើយជាកន្លែងមួយដែលគេថាជាកន្លែងមជ្ឈមណ្ឌលសម្រាប់ដឹកភស្តុភារពីសហរដ្ឋអាមេរិកទៅដល់ផ្គត់ផ្គង់ទៅឲ្យអឺរ៉ុបហ្នឹងគឺទៅអាល្លឺម៉ង់ហ្នឹងហើយកន្លែងមជ្ឈមណ្ឌលរបស់គេហ្នឹងហើយជាកន្លែងចាក់ប្រេងចាក់អីយន្តហោះចាក់អីផងដែរបាទដែលសម្រាប់សហរដ្ឋអាមេរិកប្រើប្រាស់ក្នុងសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់នោះបាទហើយបើសិនជាមិនមានអាល្លឺម៉ង់ទេក៏មានបញ្ហាប៉ះពាល់ដែរអញ្ចឹងបើទោះបីជាអាល្លឺម៉ង់មិនបានហោះចូលក៏ប៉ុន្តែក៏អាល្លឺម៉ង់បានផ្ដល់មូលដ្ឋានយោធានៅកន្លែងនោះគឺឲ្យសហរដ្ឋអាមេរិកបានធ្វើសកម្មភាពនៅក្នុងសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរបាទនេះជាព័ត៌មានទី3ហើយព័ត៌មានទី4នេះគឺបាទគឺពាក់ព័ន្ធជាមួយនឹងការដែលសហរដ្ឋអាមេរិកគឺលោកប្រធានាធិបតីត្រូវទៅសុំការអនុញ្ញាតពីរដ្ឋសភារបស់សហរដ្ឋអាមេរិកនៅក្នុងការបន្តធ្វើសង្គ្រាមឬក៏យ៉ាងណាបន្ថែមទៀតនៅក្នុងប្រទេសអ៊ីរ៉ង់បើតាមកំណត់រយៈពេល60ថ្ងៃដែលលោកប្រធានាធិបតីមានសិទ្ធិក្នុងការធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់នោះគឺមកដល់ត្រឹមថ្ងៃសុក្រនេះហើយបាទនៅថ្ងៃសុក្រនេះគឺគម្រប់60ថ្ងៃពីព្រោះសង្គ្រាមបានចាប់ផ្ដើមតាំងពីថ្ងៃទី28ខែកុម្ភៈមកលើបូកសរុបទៅគឺរាប់ដៃរាប់ជើងទៅគឺ60ថ្ងៃហើយដែលតាមច្បាប់កំណត់គឺអនុញ្ញាតឲ្យតែប៉ុណ្្នេះទេបើសិនជាសភាមិនអនុញ្ញាតក៏ប៉ុន្តែលោកប្រធានាធិបតីនៅថ្ងៃនេះបានផ្ញើលិខិតទៅខាងរដ្ឋសភារបស់សហរដ្ឋអាមេរិកដោយបាននិយាយថាបាទអាងថាច្បាប់ដែលកំណត់អំណាចប្រធានាធិបតីត្រឹម60ថ្ងៃដែលប្រើប្រាស់តាំងពីសម័យសង្គ្រាមនៅប្រទេសវៀតណាមនោះគឺមិនអាចយកមកអនុវត្តចំពោះសង្គ្រាមនៅអ៊ីរ៉ង់បានទេដោយលោកបានបញ្ជាក់ថាគឺសង្គ្រាមនៅអ៊ីរ៉ង់នេះគឺបានផ្អាកតាំងពីមានបទជប់បាញ់គ្នាជាមួយនឹងប្រទេសអ៊ីរ៉ង់ក្នុងពេលកន្លងមកនេះហើយឥឡូវនេះគឺ
លោកបានបញ្ជាបទជួបបាញ់គ្នានឹងបាទគឺបទជួបបាញ់គ្នាចូលតាំងពីថ្ងៃទី7 ខែមេសាបាទ7 ខែមេសាអញ្ចឹងបានន័យថាអ្វីដែលលោកប្រធានាធិបតីត្រាំចង់លើកឡើងនោះគឺលោកលើកឡើងចេះលោកលើកឡើងថាឲ្យ60ថ្ងៃធ្វើសង្គ្រាមបើមិនចឹងទេទៅសុំការអនុញ្ញាតពីរដ្ឋសភាអញ្ចឹងលោកប្រធានាធិបតីក៏បានបញ្ជាក់ថាឥឡូវនេះគឺសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់បានចប់តាំងពីថ្ងៃទី7 ខែមេសាបាទ7 ខែមេសានៅពេលដែលមានបទជួបបាញ់គ្នាអញ្ចឹងបានន័យថារយៈពេល60ថ្ងៃហ្នឹងគឺលោកបញ្ចប់សង្គ្រាមហ្នឹងតាំងពីមិនទាន់ដល់60ថ្ងៃផងឥឡូវនេះបើសិនជាមានការប្រយុទ្ធគ្នាជាថ្មីគឺច្បាស់ជាកាត់ចាប់គិតពីថ្ងៃទី1ឡើងវិញហើយបាទឧទាហរណ៍បើសិនជាអាមេរិកចាប់ផ្ដើមបាញ់នៅថ្ងៃ1ឧសភាហ្នឹងគឺបានន័យថាថ្ងៃទី1នៃការធ្វើសង្គ្រាមថ្មីហើយមិនមែនជាការបន្តពីសង្គ្រាមដែលលោកបានចាប់ផ្ដើមតាំងពីថ្ងៃទី28 ខែមេសាទេបាទនេះគឺជាអ្វីដែលលោកប្រធានាធិបតីបានសរសេរទៅឲ្យលោកប្រធានសភាបាទលោក Mike Johnson ដែលមកពីខាងគណៈបកសាធារណរដ្ឋរបស់លោកផងដែរក៏ប៉ុន្តែតាមសេចក្តីរាយការណ៍របស់ខាង Washington Post បានឲ្យដឹងថាសមាជិករដ្ឋសភាមួយចំនួនហាក់ដូចជាមិនយល់ស្របនឹងការបកស្រាយរបស់លោកប្រធានាធិបតីនោះទេបាទសូម្បីតែនៅក្នុងគណៈបកសាធារណរដ្ឋរបស់លោកក៏ដោយគេនៅតែសម្ដែងការមិនគ្រប់គ្រងទេថាគឺត្រូវតែមានការអនុញ្ញាតទៅតែមកសុំការអនុញ្ញាតពីសភាហើយខាងគណៈបកប្រជាធិបតេយ្យប្រិមិត្តមិនអាចសួរទេគឺខាងគណៈបកប្រជាធិបតេយ្យតែងតែរៀបចំច្បាប់ក្នុងពេលកន្លងមកឲ្យលោកប្រធានាធិបតីមកសុំមករាយការណ៍មកសុំការអនុញ្ញាតពីខាងរដ្ឋសភាឥឡូវនេះគឺតើលោកអាចនៅបន្តឬយ៉ាងណាបាទស៊ីសងទៅលើការបកស្រាយហើយនឹងការគ្រប់គ្រងរៀងៗខ្លួនប្រសិនបើលោកប្រធានាធិបតីនៅតែបន្តការវាយប្រហារអញ្ចឹងដូច្នេះខាងគណៈបកប្រជាធិបតេយ្យអាចនឹងធ្វើច្បាប់ដើម្បីដកសិទ្ធិអំណាចរបស់លោកប្រធានាធិបតីមិនឲ្យធ្វើសង្គ្រាមថាតើគណៈបកសាធារណរដ្ឋគ្រប់គ្រងឬមិនគ្រប់គ្រងបាទដូច្នេះយើងចាំមើលថាតើមានសមាជិករដ្ឋសភាគណៈបកសាធារណរដ្ឋប្រមាណដែលយល់ស្របនឹងការបកស្រាយរបស់លោកប្រធានាធិបតីដែលថាសង្គ្រាមចប់តាំងតែពីថ្ងៃទី7 ខែមេសាដែលមានបទជួបបាញ់គ្នាប៉ុន្តែលោកអត់បាននិយាយទៅដល់ការបើតាមការរាយការណ៍របស់ Washington Post ថាលោកប្រធានាធិបតីមិននិយាយទៅដល់កាលពីថ្ងៃទី19ដែលយោធារបស់សហរដ្ឋអាមេរិកបាញ់ទៅលើកប៉ាល់របស់អ៊ីរ៉ង់នោះទេបាទថាតើនោះគឺជាផ្នែកមួយនៃសង្គ្រាមឬក៏គ្រាន់តែជាការផ្ទុះអាវុធធម្មតាបាទអញ្ចឹងនេះគឺជាព័ត៌មានទី1ណាដែលខ្ញុំដកស្រង់មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាគឺកាលពីយប់ថ្ងៃប្រហ័សម៉ោងនៅខាងតំបន់មជ្ឈិមបូព៌ាមកនៅខាងសហរដ្ឋអាមេរិកបានមកនៅខាងសហរដ្ឋអាមេរិកនេះវាត្រូវជាពេលព្រឹកទៅហើយណាពេលព្រឹកថ្ងៃសុក្រពេលព្រឹកថ្ងៃសុក្រម៉ោងនៅប្រទេសកម្ពុជាហើយនឹងម៉ោងនៅខាងអ៊ីរ៉ង់អីហ្នឹងគឺខាងប្រតិភូរបស់អ៊ីរ៉ង់បានដាក់សំណើមួយថ្មីទៀតហើយអំពីការបញ្ចប់សង្គ្រាមដើម្បីឲ្យមានសន្តិភាពនៅក្នុងប្រទេសអ៊ីរ៉ង់នោះក៏ប៉ុន្តែលោកប្រធានាធិបតីនៅពេលនេះគឺប្រតិកម្មតបតទៅវិញយ៉ាងខឹងសម្បាសារព័ត៌មានខ្លះគឺប្រើពាក្យរហូតដល់ថាខឹងសម្បាក៏ប៉ុន្តែក៏ខ្ញុំយកមកនេះគឺ Washington Post គាត់មិនប្រើពាក្យធ្ងន់ដល់ប៉ុណ្ណឹងទេគាត់ក៏ប្រើពាក្យថាលោកប្រធានាធិបតី Donald Trump បានច្រានចោលនៅសំណើចុងក្រោយរបស់អ៊ីរ៉ង់បាទដែលចង់បញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរដោយបាននិយាយថាលោកនៅមិនទាន់ពេញចិត្តនឹងសំណើនោះនៅឡើយទេដែលលោកបានស្ដីបន្ទោសការដែលលើកសំណើមិនល្អនេះទៅលើការដឹកនាំថ្នាក់ដឹកនាំនៅក្នុងប្រទេសអ៊ីរ៉ង់ថានៅមានបែកបាក់គ្នាដូច្នេះជំហរមិនទាន់ឯកភាពគ្នាដែលអាចឲ្យការសម្រេចចិត្តនឹងតាមអ្វីដែលសហរដ្ឋអាមេរិកចង់បានឡើយទេបាទគឺលោកបានច្រានចោលនៅសំណើនេះហើយសំណើនេះទៅបានឲ្យដឹងតាមរយៈការរាយការណ៍របស់សារព័ត៌មានផ្លូវរដ្ឋរបស់អ៊ីរ៉ង់ថាបានបញ្ជូនមកខាងប្រទេសប៉ាគីស្ថានក៏ប៉ុន្តែខ្លឹមសារយ៉ាងណាដែលធ្វើឲ្យលោកប្រធានាធិបតីមិនពេញចិត្តគឺមិនទាន់ដឹងនៅឡើយទេបាទលោក
លោកប្រធានាធិបតីគ្រាន់តែប្រាប់អ្នកសារព័ត៌មាននៅសេតវិមានលោកថាពួកគេចង់សម្រេចឲ្យបានកិច្ចព្រមព្រៀងមួយខ្ញុំមិនទាន់ពេញចិត្តនៅឡើយទេដូច្នេះយើងនឹងមើលតទៅទៀតថារឿងអ្វីនឹងកើតមានឡើងនេះបើយោងតាមការដែលលោកប្រធានាធិបតីបានប្រាប់ទៅដល់អ្នកសារព័ត៌មានដោយមិនបានបញ្ជាក់លម្អិតថាចំណុចណាដែលលោកមិនពេញចិត្តនៅឡើយទេហើយការចរចារបស់ក្រុមទាំងពីរគឺនៅតែបន្តទេណាបើទោះបីជាមិនបានជួបមុខគ្នាបើទោះបីជាលោកប្រធានាធិបតីបានក៏ហៅអ្នកចរចារបស់លោកត្រឡប់មកវិញក៏ដោយឬក៏មិនតតអនុញ្ញាតឲ្យទៅក៏ដោយក៏ប៉ុន្តែបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន AP អីហ្នឹងអាចបានឲ្យដឹងថាការចរចានៅបន្តទេគឺតាមរយៈទូរស័ព្ទបាទទូរស័ព្ទទៅវិញទៅមកហើយដោយមានប្រទេសប៉ាគីស្ថានធ្វើជាអន្តរការីបាទប្រទេសប៉ាគីស្ថានគាត់ខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយនៅភាពតានតឹងកុំឲ្យឈានទៅដល់សង្គ្រាមបន្តទៀតហើយក្នុងការវិវត្តន៍នឹងដែរគឺប្រហែលថ្ងៃមុនខ្ញុំបាននិយាយប្រាប់ជម្រាបជូនប្រិយមិត្តដែរថាសហរដ្ឋអាមេរិកគឺលោកប្រធានាធិបតីទទួលបានការសង្ខេបពីជំរឿសមួយចំនួនពីខាងមេដឹកនាំយោធានិងមន្ត្រីមួយចំនួនឥឡូវនៅយប់មិញបាទនៅយប់មិញគឺនៅយប់ថ្ងៃប្រហ័សលោកប្រធានាធិបតីបានពិភាក្សាដោយផ្ទាល់ជាមួយនឹងលោកឧត្តមនាវីបាទនាយឧត្តមនាវី Brad Cooper ដែលជាមេបញ្ជាការយុទ្ធភូមិភាគកណ្ដាលដែលកំពុងតែដឹកនាំប្រតិបត្តិការធ្វើសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ាហ្នឹងគឺក្រោយពីការពិភាក្សាហើយលោកប្រធានាធិបតីត្រាំបានប្រាប់អ្នកសារព័ត៌មានថាឥឡូវហ្នឹងគឺមានជំរឿសពីរបាទជំរឿសពីរដែលលោកត្រូវធ្វើការសម្រេចចិត្តជំរឿសទី1គឺបន្តសង្គ្រាមទៅបញ្ចប់អ៊ីរ៉ង់ឲ្យចប់មាត់ខ្ទេចតែម្ដងបាទនិងជំរឿសទី2គឺត្រូវចរចាគ្នាចរចាគ្នាឲ្យមានកិច្ចព្រមព្រៀងគ្នាមួយហើយបញ្ចប់សង្គ្រាមនោះតាមអ្វីដែលព្រមព្រៀងគ្នារវាងភាគីទាំងពីរហើយដោយដែលប្រិយមិត្តបានដឹងក្នុងពេលកន្លងមកគឺអ្វីដែលសហរដ្ឋអាមេរិកចង់បានបំផុតនោះគឺការមិនបន្តកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បាទអញ្ចឹងនេះគឺជាអ្វីដែលលោកប្រធានាធិបតីបានប្រាប់អ្នកសារព័ត៌មានដោយឡែកខាងភាគីអ៊ីរ៉ង់វិញបើតាមសេចក្តីរាយការណ៍របស់ AP នេះឲ្យដឹងថារដ្ឋមន្ត្រីក្រសួងការបរទេសរបស់អ៊ីរ៉ង់ក៏បានខិតខំព្យាយាមធ្វើសកម្មភាពការទូតដែរបានទូរស័ព្ទទៅប្រទេសជាច្រើនដូចជាមេដឹកនាំទូគីអេហ្ស៊ីបកាតាអារ៉ាប៊ីសាអូឌីអ៊ីរ៉ាក់អាហ្សេបៃយ៉ានដើម្បីឲ្យមានការគ្រប់គ្រងទៅលើសំណើដែលខាងអ៊ីរ៉ង់បានដាក់មកឲ្យសហរដ្ឋអាមេរិកនេះហើយខាងសហភាពអឺរ៉ុបវិញបាទសហភាពអឺរ៉ុបវិញគឺលោកស្រី Kaja Kallas ដែលជាមេខាងគោលនយោបាយការបរទេសប្រៀបដូចជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហភាពអឺរ៉ុបអញ្ចឹងក៏បានពិភាក្សាគ្នានៅថ្ងៃសុក្រនេះបាទមុននេះបន្តិចជាមួយនឹងលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់អ៊ីរ៉ង់ដែរគឺជាមួយនឹងលោក Araghchi ថាតើធ្វើយ៉ាងណាដើម្បីបើកច្រក Hormuz ឡើងវិញពីព្រោះអីនៅពេលនេះសហរដ្ឋអាមេរិកក៏ខិតខំព្យាយាមគៀងគរសម្ព័ន្ធមិត្តនៅអឺរ៉ុបនឹងឲ្យចូលរួមដើម្បីបើកច្រក Hormuz ឡើងវិញដែលអនុញ្ញាតឲ្យប្រេងបានវិលហូរត្រឡប់ទៅបណ្ដាប្រទេសមួយចំនួនជាពិសេសប្រទេសនៅអាស៊ីជាង 70% គឺពឹងផ្អែកទៅលើប្រេងដែលចេញពីច្រក Hormuz នេះបាទក៏ប៉ុន្តែមិនទាន់បានដឹងលទ្ធផលយ៉ាងណានៅឡើយនោះទេក្នុងការចេញមុខជាថ្មីរបស់មេដឹកនាំកម្ពុជាផុតលេខរបស់អ៊ីរ៉ង់គឺលោកម៉ូតាបាខាមីនីបានមានចំពោះសហរដ្ឋអាមេរិកថាសហរដ្ឋអាមេរិកអាចស័ក្តិសមសម្រាប់នៅការលិចនៅក្នុងបាតសមុទ្រនៅក្នុងគណៈពេលដែលសហរដ្ឋអាមេរិកហ៊ានធ្វើការវាយប្រហារជាថ្មីសម្រាប់អ៊ីរ៉ង់នោះការលើកឡើងនេះគឺគណៈពេលដែលមេដឹកនាំអ៊ីរ៉ង់នេះគឺមានការបាត់មុខមួយរយៈធំហើយនៅពេលដែលលេចចេញព័ត៌មានមកមានការគំរាមយ៉ាងខ្លាំងក្លាចំពោះសហរដ្ឋអាមេរិកហើយស្របពេលដែលមានការព្យាករណ៍ថាអ៊ីរ៉ង់នេះអាចនឹងមានសារធាតុអ៊ុយរ៉ានីយ៉ូមនៅក្នុងការផលិតនៅអាវុធនុយក្លេអ៊ែរបានរហូតដល់10គ្រាប់ឯណោះតើហេតុអីបានជាមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់មានធ្វើការគំរាមថាកន្លែងដែលស័ក្តិសមសម្រាប់សហរដ្ឋអាមេរិកគឺនៅបាតសមុទ្រនោះវាគឺជាសម្ដីមួយដែលធ្វើឲ្យមានការបារម្ភយ៉ាងខ្លាំងថាសង្គ្រាមនេះអាចនឹងមានភាពតានតឹងកាន់តែខ្លាំងជំពូកថ្មីនៃចំនួនដ៏តានតឹងរវាងអ៊ីរ៉ង់សហរដ្ឋអាមេរិកបានឈានទៅដល់ចំណុចពុះកញ្ជ្រោលខ្លាំងថ្មីមួយទៀតហើយបន្ទាប់អំពីមេដឹកនាំកម្ពុជាថ្មីរបស់អ៊ីរ៉ង់គឺលោកម៉ូតាបាខាមីនីបានចេញមុខប្រកាសយ៉ាងដាច់អហង្ការថា
កន្លែងដែលស័ក្តិសមបំផុតសម្រាប់កងទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រពាក់គឺមានតែនៅក្នុងបាតសមុទ្រតែប៉ុណ្ណោះបើយោងទៅតាមការចេញផ្សាយរបស់ Front 24 កាលពីថ្ងៃទី30 ខែមេសាឆ្នាំ2026ហើយសម្ដីដ៏ក្តៅកគុកនេះបានធ្វើឡើងចំពេលដែលពិភពលោកកំពុងតែញាប់ញ័រនឹងតម្លៃប្រេងឆៅដែលហក់ឡើងរហូតដល់$126ក្នុង1បារ៉ែលសារតែអ៊ីរ៉ង់នៅតែបន្តបិទគប់ច្រកសមុទ្រហូម៉ូសដែលជាដង្ហើមសេដ្ឋកិច្ចធម្មពលពិភពលោកដ៏សំខាន់បំផុតមេដឹកនាំថ្មីរូបនេះដែលទើបតែឡើងកាន់តំណែងតអំពីឪពុករបស់លោកបានបញ្ជាក់យ៉ាងច្បាស់តាមរយៈទូរទស្សន៍រដ្ឋថាអ៊ីរ៉ង់នឹងមិនចុះញោមឬក៏យកកម្មវិធីអាវុធនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួនទៅដោះដូរជាមួយនឹងការចរចាណាមួយនោះទេលោកបានចាត់ទុកនៃសកម្មភាពយោធាទាំងនេះថាគឺជាសម្បត្តិជាតិដែលប្រជាជនអ៊ីរ៉ង់ជិត90លាននាក់នឹងរួមគ្នាការពារដូចជាការពារទឹកដីនិងដែនអាកាសរបស់ខ្លួននោះដែរលោកថែមទាំងថាអាមេរិកមានសិទ្ធិនៅក្នុងការលូកដៃនៅក្នុងកិច្ចការតំបន់នេះទេហើយរាល់ការប៉ុនប៉ងរបស់លោកដូណាល់ត្រាំនៅក្នុងការប្រើប្រាស់កម្លាំងបាយដើម្បីបង្ខំឲ្យអ៊ីរ៉ង់ចុះចាញ់នឹងត្រូវបរាជ័យយ៉ាងអាម៉ាស់បំផុតគណៈពេលដែលមេដឹកនាំអ៊ីរ៉ង់កំពុងតែបង្ហាញជំហររឹងរូសបញ្ហាសេដ្ឋកិច្ចកំពុងតែដាក់សម្ពាធយ៉ាងខ្លាំងទៅលើរដ្ឋបាលលោកដូណាល់ត្រាំដោយសារតែបិទគប់នៃច្រកសមុទ្រដ៏សំខាន់នេះតម្លៃប្រេងឥន្ធនៈនៅជុំវិញពិភពលោកបានហក់ឡើងខ្ពស់ដែលកំពុងតែធ្វើឲ្យប៉ះពាល់ទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទិសទីលោកដូណាល់ត្រាំកំពុងតែស្វែងរកនៅវិធីសាស្ត្រថ្មីៗដើម្បីបើកច្រកសមុទ្រនេះឡើងវិញរួមទាំងការប្រើប្រាស់នៅកម្លាំងជើងទឹកឡោមព័ទ្ធកំពង់ផែអ៊ីរ៉ង់ដើម្បីកាត់ផ្តាច់នៅចំណូលរបស់ទីក្រុងតេហ៍រ៉ង់នោះវិញហើយអំពីសមរភូមិពាក្យសម្ដីនិងសេដ្ឋកិច្ចដែលស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសអ៊ីរ៉ង់កាន់តែអាក្រក់ទៅនោះផងដែរនៅក្នុងអំឡុងពេលនៃសង្គ្រាមនេះអាញាធរអ៊ីរ៉ង់បានបង្កើននៅការអ្នកងើបឈរតវ៉ាប្រឆាំងទៅនឹងរដ្ឋាភិបាលថ្មីៗនេះដោយយុវជនដែលជាកីឡាករការ៉ាតេក៏ត្រូវបានគេយកទៅផងដែរទោះបីជាមានការប្រឹងប្រែងសម្របសម្រួលពីប្រទេសជិតខាងដូចជាប៉ាគីស្ថានក៏ដោយក៏នៅតែមិនទាន់ឃើញមានសញ្ញាណាមួយដែលថាភាគីទាំងពីរនេះនឹងងាករកតុចរចាដោយសន្តិវិធីនោះទេគណៈដែលមហាអំណាចទាំងពីរនេះនៅតែបន្តប្រឈមមុខគ្នានៅពាក្យសម្ដីនិងអាវុធយ៉ាងក្តៅកគុកដោយការគំរាមកំហែងគ្នាទៅវិញទៅមកមិនទាន់ឈប់ឈរនោះឡើយមានការលើកឡើងផងដែរថាការគំរាមកំហែងរបស់មេដឹកនាំផុតលេខរបស់អ៊ីរ៉ង់រូបនេះគឺស្របពេលដែលមានខាងរបាយការណ៍របស់អង្គការសហប្រជាជាតិផ្នែកអាតូមិកបានធ្វើការព្យាករណ៍ថាអ៊ីរ៉ង់នឹងមានសារធាតុអ៊ុយរ៉ានីយ៉ូមសម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរបានទៅ10គ្រាប់នោះផងដែរទោះទៅតាមរបាយការណ៍អំពីIndependent ចុះផ្សាយកាលពីថ្ងៃទី30ខែមេសាឆ្នាំ2026មេដឹកនាំទីភ្នាក់ងារធម្មពលបរមាណូអន្តរជាតិ IAEA លោក Rafael Grossi បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងថាបច្ចុប្បន្ននេះប្រទេសអ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ានីយ៉ូមចម្រាញ់កម្រិតខ្ពស់ច្រើនសន្ធឹកសន្ធាប់ដែលអាចយកទៅផលិតនៅគ្រាប់បែកនុយក្លេអ៊ែរបានរហូតដល់ទៅ10គ្រាប់ឯណោះយោងទៅតាមរូបភាពផ្កាយរណបសារធាតុដ៏គ្រោះថ្នាក់ទាំងនេះត្រូវបានគេជឿថាកំពុងតែលាក់ទុកយ៉ាងជិតនៅក្នុងរូងភ្នំនៃមជ្ឈមណ្ឌលនុយក្លេអ៊ែរអ៊ីហ្វាហានបន្ទាប់អំពីមានឡានជាច្រើនគ្រឿងបានដឹកជញ្ជូនកុងតឺន័រចំនួន18ដែលសង្ស័យថាជាសារធាតុអ៊ុយរ៉ានីយ៉ូមទៅក្នុងជម្រកក្រោមដីកាលពីថ្ងៃទី9ខែមិថុនាឆ្នាំ2025កន្លងមកម្លេះពលគឺមុនពេលដែលសង្គ្រាមបានផ្ទុះឡើងនោះទៅទៀតអ្វីត្បិតតែអាមេរិកនិងអ៊ីស្រាអែលបានបើកការវាយប្រហារទៅតាមអាកាសជាបន្តបន្ទាប់តែស្តុកអ៊ុយរ៉ានីយ៉ូមទាំងនេះហាក់មិនទាន់រងនៅការបំផ្លិចបំផ្លាញនោះទេដែលក្រុមអធិការកិច្ចអន្តរជាតិមិនត្រូវបានអនុញ្ញាតឲ្យចូលពិនិត្យផ្ទាល់តាំងពីពាក់កណ្ដាលឆ្នាំ2025មកម្លេះ Grossi ក៏បានបញ្ជាក់ថាកម្រិតចម្រាញ់អ៊ុយរ៉ានីយ៉ូមរបស់អ៊ីរ៉ង់នៅពេលនេះនៅក្នុងដំណាក់កាលបច្ចេកទេសមួយដ៏គៀកបំផុតនៅក្នុងការផលិតនៅអាវុធប្រឡាយលោកនោះហើយចំណុចនេះហើយដែលជាហេតុផលដែលជាចម្បងធ្វើឲ្យប្រធានាធិបតីដូណាល់ត្រាំបានបន្តយុទ្ធនាការយោធានិងការបិទគប់នៃសេដ្ឋកិច្ចយ៉ាងតឹងរឹងបីបង្ខំឲ្យអ៊ីរ៉ង់បោះបង់ចោលនៅសកម្មភាពអាវុធនុយក្លេអ៊ែរនេះជាដាច់ខាត
ទោះជាយ៉ាងណាក៏ដោយការចរចានៅតែស្ថិតនៅក្នុងការទាល់ច្រកនៅឡើយនោះទេដោយសារតែភាគីទាំងសងខាងនេះមានការចុះសម្រុងគ្នាដោយសារតែភាគីទាំងសងខាងនេះមិនទាន់ចុះសម្រុងគ្នាលើលក្ខខណ្ឌនៃការដកទណ្ឌកម្មនិងការបញ្ឈប់នៅការចម្រាញ់សារធាតុវិទ្យុសកម្មទាំងនោះនៅឡើយទេបាទប្រិមិត្តនេះគឺជាព័ត៌មានថ្មីចុងក្រោយទោះបីជានៅក្នុងពេលនេះស្ថានភាពនៃបទឈប់បាញ់យ៉ាងណាក៏ដោយក៏ប៉ុន្តែមហាសាសការគម្រាមកំហែងពាក្យសម្ដីនៃមេដឹកនាំប្រទេសអាមេរិកនិងប្រទេសអ៊ីរ៉ង់នេះគឺនៅតែមានភាពក្តៅកគុកនៅឡើយនៅក្នុងនេះគឺអ្វីដែលជាមានការបារម្ភខ្លាំងមែនទែនគឺមានការលើកឡើងចេញមុខពីមេដឹកនាំកម្ពុជារបស់ប្រទេសអ៊ីរ៉ង់ដែលគេជឿជាក់ថាធ្លាប់បានរងនឹងការវាយប្រហារពីអាមេរិកហើយរងរបួសពីការជើងហើយកំពុងតែស្ថិតនៅក្នុងទីអាថ៌កំបាំងក៏មានការចេញមុខនៅក្នុងការផ្សាយទៅតាមទូរទស្សន៍រដ្ឋនៅក្នុងការគម្រាមចំពោះសហរដ្ឋអាមេរិកឬក៏កងទ័ពសហរដ្ឋអាមេរិកគឺស័ក្តិសមសម្រាប់នៅក្នុងការត្រូវកំទេចនៅក្នុងបាតសមុទ្រនេះគឺជាការគម្រាមកំហែងមួយដែលលើកឡើងថាអ៊ីរ៉ង់មិនព្រមចុះចាញ់ចំពោះសហរដ្ឋអាមេរិកនោះទេហើយការគម្រាមកំហែងនេះគឺជាការគម្រាមកំហែងលើកចុងក្រោយមួយថែមទៅទៀតនៅក្នុងភាពទាល់ច្រកនៃការចរចាហើយក៏មានការព្យាករណ៍អំពីក្រុមអ្នកបច្ចេកវិទ្យាអង្គការសហប្រជាជាតិផ្នែកអាតូមិកបានលើកឡើងអំពីព័ត៌មានសម្ងាត់នៅក្នុងប្រទេសអ៊ីរ៉ង់ថាអ៊ីរ៉ង់នេះមានសារធាតុអ៊ុយរ៉ានីយ៉ូមដែលអាចនឹងផលិតបាននៅគ្រាប់បែកនុយក្លេអ៊ែរចំនួន10គ្រាប់ឯណោះហើយរបាយការណ៍ដែលពីមុនមកថាសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលមានការវាយកំទេចរោងចក្រឬក៏សារធាតុអ៊ុយរ៉ានីយ៉ូមនៅសល់តិចតួចនោះវាគឺជាព័ត៌មានមួយលក្ខណៈមិនផ្លូវការទេហើយខាងបច្ចេកទេសនៃអង្គការសហប្រជាជាតិផ្នែកនុយក្លេអ៊ែរនេះបានបញ្ជាក់ច្បាស់ហើយថាมันអាចពេចបានទេមានន័យថាអ៊ុយរ៉ានីយ៉ូមនេះបានចម្រាញ់រួចហើយនៅក្នុងកម្រិតគៀកបំផុតនៃការដែលអាចផលិតក្បាលគ្រាប់នុយក្លេអ៊ែរបាន10គ្រាប់នោះគឺបានដឹកចេញមុនសង្គ្រាមសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលវាយចូលទៅក្នុងទឹកដីនៃប្រទេសអ៊ីរ៉ង់ទៅទៀតមានន័យថាមានកុងតឺន័រដល់ទៅប្រមាណជាង8គ្រឿងបានដឹកចូលទៅក្នុងរូងភ្នំបាត់ទៅហើយมันមានព័ត៌មានថានឹងត្រូវបានកំទេចឬបំផ្លិចបំផ្លាញចោលនៅឡើយទេហើយបានជារយៈពេលនៃការអូសបន្លាយនេះធ្វើឲ្យលោក Donald Trump នេះបារម្ភខ្លាំងបើសិនជារបាយការណ៍ពិតថារដ្ឋអាមេរិកកំទេចមែនមានន័យថាសហរដ្ឋអាមេរិកនឹងសារអីវ៉ាន់ឬក៏ប្រមូលកងទ័ពទៅផ្ទះវិញហើយមិនមែនត្រៀមដើម្បីទាមទារឲ្យអ៊ីរ៉ង់នឹងធ្វើការចរចានៅក្នុងគោលនៅសារធាតុអ៊ុយរ៉ានីយ៉ូមទៅឲ្យសហរដ្ឋអាមេរិកនោះទេរឿងនេះគឺជារឿងមួយដែលការពិតនៅតែជាការពិតមានន័យថាសារធាតុអ៊ុយរ៉ានីយ៉ូមនៅក្នុងកណ្ដាប់ដៃរបស់អ៊ីរ៉ង់ហើយលាក់នៅក្នុងទីសម្ងាត់នឹងមានសុវត្ថិភាពនៅឡើយទេនេះគឺជាការបញ្ជាក់ជាថ្មីម្ដងទៀតរបស់ខាងបច្ចេកវិទ្យាឬក៏ខាងជំនាញនៃអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិហើយចំណុចនេះលោក Donald Trump ខ្លួនឯងលោកក៏បានលើកដែរថាស្នើសុំឲ្យអ៊ីរ៉ង់នេះបកគលសារធាតុអ៊ុយរ៉ានីយ៉ូមនេះទៅឲ្យសហរដ្ឋអាមេរិកទៅហើយរឿងនេះគឺអ៊ីរ៉ង់ដាច់ខាតមិនប្រគល់ឲ្យនោះទេហើយថ្មីនេះ Donald Trump បានជួបជាមួយលោកពូទីននេះក៏បានស្នើទៅសហរដ្ឋអាមេរិកថាបើសិនជារុស្ស៊ីបានយកសារធាតុអ៊ុយរ៉ានីយ៉ូមឬក៏អ្នកជួយអភិវឌ្ឍរឿងសារធាតុអ៊ុយរ៉ានីយ៉ូមនេះជំនួសឲ្យអ៊ីរ៉ង់នោះតើសហរដ្ឋអាមេរិកយល់យ៉ាងម៉េចរឿងនេះគឺពិបាកណាស់គឺសហរដ្ឋអាមេរិកមិនអនុញ្ញាតឲ្យសារធាតុអ៊ុយរ៉ានីយ៉ូមនេះទៅក្នុងកណ្ដាប់ដៃរបស់លោកពូទីននោះទេហើយម្យ៉ាងទៀតនៅក្នុងពេលថ្មីនេះលោកខាមីណីគឺមានការប្រកាសជាថ្មីហើយថាអាចខាតសារធាតុអ៊ុយរ៉ានីយ៉ូមដែលអាចនឹងផលិតអាវុធនុយក្លេអ៊ែរនេះបាននេះគឺមិនប្រគល់ឲ្យអ្នកណាទាំងអស់គឺមានន័យថាវាគឺជាទ្រព្យសម្បត្តិជាតិរបស់ប្រជាជនអ៊ីរ៉ង់ជាងជិត90លានអ្នកនេះឯងជាអ្នកគ្រប់គ្រងចាត់ចែងគឺសហរដ្ឋអាមេរិកមិនមានសិទ្ធិណាមួយនៅក្នុងការលូកដៃចូលទៅក្នុងតំបន់មជ្ឈិមបូព៌ានោះទេនេះគឺជាការបញ្ជាក់នៃមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់គឺលោកតូចាបាខាមីណីបានប្រកាសជាថ្មីម្ដងទៀតទៅតាមទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់នេះឯងលោកបានបញ្ជាក់ហើយថារឿងអ៊ុយរ៉ានីយ៉ូមនេះគឺជាសម្បត្តិជាតិរបស់ប្រជាជនអ៊ីរ៉ង់ជិត90នាក់ស្មើទៅនឹងទឹកដីរបស់អ៊ីរ៉ង់ផងដែរដូច្នេះទាំងពីរនេះគឺដាច់ខាតមិនប្រគល់ឲ្យជនបរទេសណាទាំងអស់នេះគឺជាការបញ្ជាក់សារជាថ្មីដូច្នេះហើយរឿងនេះគឺមិនមែនជារឿងលេងសើចទេ
ហើយកំពុងតែធ្វើការពិចារណាមើលថាតើណាដែលអាចដោះស្រាយបានគឺសូម្បីតែលោកពូទីននឹងក៏ពិបាកនៅក្នុងការនិយាយជាមួយអ៊ីរ៉ង់ផងដែរហើយក៏មិនមែនបកគលទៅឲ្យអ៊ីរ៉ង់នោះទេហើយរឿងទាំងអស់នេះគឺជាមេរៀនមួយទំនងជាប្រទេសកូរ៉េខាងជើងក៏ដូចជាអ៊ីរ៉ង់ហ្នឹងក៏បានមើលឃើញអំពីបទពិសោធន៍នៅក្នុងប្រទេសអ៊ុយក្រែនដែលកន្លងមកនេះគឺប្រទេសអ៊ុយក្រែនហាក់ដូចជាចាញ់បោកចំពោះបណ្ដាប្រទេសមហាអំណាចជាច្រើនធ្លាប់បានសន្យាចំពោះអ៊ុយក្រែននៅក្នុងគណៈពេលដែលអតីតសហភាពសូវៀតបានដួលរលំហើយបានបកគលនៅឯករាជ្យភាពឲ្យរដ្ឋ14ផ្សេងទៀតនោះគឺនៅក្នុងនោះកាលដែលសហភាពសូវៀតជាប្រទេសមហាអំណាចនោះគឺអាវុធនុយក្លេអ៊ែរស្ទើរតែទាំងស្រុងជាង 6000 គ្រាប់បានស្ថិតនៅក្នុងកណ្ដាប់ដៃនៃរដ្ឋអ៊ុយក្រែននេះឯងហើយដើម្បីយកនៅអាវុធនុយក្លេអ៊ែរនេះមកគ្រប់គ្រងគឺរុស្ស៊ីដែលស្នងនៃអតីតសហភាពសូវៀតនោះក៏បានលួងលោមចំពោះប្រទេសអ៊ុយក្រែនហើយក្នុងនោះក៏បានសហការគ្នាជាមួយសហរដ្ឋអាមេរិករួមទាំងបារាំងអង់គ្លេសផងដែរថាជាអ្នកធានានៅសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែនហើយតែអ៊ុយក្រែននេះបានប្រគល់នៅអាវុធនុយក្លេអ៊ែរនេះទៅឲ្យរដ្ឋដែលស្ថិតនៅក្នុងអង្គការសហប្រជាជាតិឬក៏រដ្ឋនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដូចជារុស្ស៊ីនេះជាអ្នកគ្រប់គ្រងហើយការពារនៅឯករាជ្យភាពបូរណភាពទឹកដីឲ្យអ៊ុយក្រែនតែទីបំផុតរហូតមកដល់ពេលនេះគឺនៅក្នុងពេលដែលរុស្ស៊ីធ្វើការវាយប្រហារចំពោះអ៊ុយក្រែនមានន័យថាបានក្បត់ទៅនឹងកិច្ចសន្យានៃការប្រគល់អាវុធនុយក្លេអ៊ែរនេះឲ្យទៅរុស្ស៊ីហើយបារាំងអង់គ្លេសក៏ដូចជាប្រទេសអាមេរិកនេះក៏មិនមានលទ្ធភាពនៅក្នុងការការពារជួយទៅតាមកិច្ចសន្យាថាជួយអ៊ុយក្រែនមិនឲ្យអ្នកណាប៉ះបាននោះនេះហើយគឺជាមេរៀនមួយនៃថាអ៊ុយក្រែនទទួលបានតែសន្លឹកនៃកិច្ចសន្យាលេខអោបតែកិច្ចសន្យាប៉ុន្តែទីបំផុតនៅតែត្រូវបានការឈ្លានពានពីប្រទេសរុស្ស៊ីហើយមិនមានបណ្ដាប្រទេសមហាអំណាចណាអាចការពារបានសូម្បីតែសហរដ្ឋអាមេរិកនេះក៏កំពុងតែដកខ្លួនចេញអំពីការជួយទៅកាន់ប្រទេសអ៊ុយក្រែននោះថែមទៅទៀតនៅក្នុងចំណុចនេះហើយបានជាកូរ៉េខាងជើងក៏ដូចជាប្រទេសអ៊ីរ៉ង់នេះកំពុងមើលឃើញថាបើសិនជាខ្លួនប្រគល់នៅអ្វីៗដូចអ៊ុយក្រែនខ្លួននឹងអាចជួបប្រទះនៅការមិនគោរពកិច្ចសន្យាឬក៏កិច្ចសន្យាមានតែនៅលើกระดาษដូច្នេះគ្មានការគោរពទៅនឹងកិច្ចសន្យានិងច្បាប់អន្តរជាតិវាអាចនឹងរងគ្រោះដូច្នេះហើយចង់មិនចង់អ៊ីរ៉ង់កំពុងតែបដូរផ្ដាច់ថាបើសិនជាសហរដ្ឋអាមេរិកយកនៅសារធាតុអ៊ុយរ៉ាញ៉ូមពីអ៊ីរ៉ង់វាស្មើនឹងយកទឹកដីនៃប្រទេសអ៊ីរ៉ង់ដូច្នេះហើយបានជាថ្មីនេះគឺមេដឹកនាំនយោបាយរបស់អ៊ីរ៉ង់បានធ្វើការឃោសនាចំពោះប្រជាជនខ្លួនដើម្បីចេញមកការប្រឈមមុខតវ៉ាជាមួយនឹងសហរដ្ឋអាមេរិកមិនឲ្យប៉ះពាល់ចំពោះអ៊ីរ៉ង់នោះទេបើទោះបីជាសហរដ្ឋអាមេរិកចង់ប្រើប្រាស់គម្រាមអវ័យប្រហារនៅក្នុងតំបន់សំខាន់ក៏ប្រជាជននៃប្រទេសអ៊ីរ៉ង់ស្ទើរតែរាប់ពាន់រាប់ម៉ឺននាក់បានចេញមកនៅទីតាំងនៃគោលដៅនៃការវាយប្រហារនេះដើម្បីធ្វើឲ្យសហរដ្ឋអាមេរិកហាក់ដូចជាទាល់ច្រកមិនហ៊ាននៅក្នុងការប្រើប្រាស់ការវាយប្រហារទៅលើជនស៊ីវិលនោះទេ